សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំនឹងធ្វើ review អំពី iPad 11 2025 ដែលប្រើ chip A16 ដែលជា model ថ្មីក្នុងតម្លៃសមរម្យពី Apple តើ iPad នេះល្អប៉ុណ្ណាតើសមទិញក្នុងឆ្នាំ2026ឬអត់ចុងវីដេអូខ្ញុំនឹងប្រាប់ថាតើវាសមសម្រាប់អ្នកណាយើងមកមើលក្នុងប្រអប់iPad 11 A16 យើងនឹងទទួលបាន iPad 11 ខ្សែ USB-C adapter និងសៀវភៅណែនាំdesign របស់វាមានរាងស្រាលនិងស្រាលហើយប្រើសម្ភារៈ aluminum ដែលមើលទៅមានអារម្មណ៍ premium វាមានពណ៌ដូចជា blue, pink, yellow និង silver ដែលមើលទៅស្អាតនិងទាន់សម័យ iPad 11 មានអេក្រង់ 10.9 inch Liquid Retina ដែលមានភាពច្បាស់និងពណ៌ស្អាតពេលមើល YouTube ឬ Netflix ពណ៌មើលទៅស្អាតនិងភ្លឺ brightness ប្រហែល500 nit ដែលអាចប្រើក្រៅផ្ទះបានល្អប៉ុន្តែ display របស់វានៅតែជា 60Hz មិនមែន 120Hz ដូច iPad Pro ទេសម្រាប់អ្នកប្រើធម្មតា 60Hz គឺគ្រប់គ្រាន់ហើយសំខាន់មួយគឺ performance iPad 11 នេះប្រើ chip A16 Bionic ដែលលឿននិងប្រើបានរលូនខ្ញុំបានសាកល្បងប្រើ Facebook, YouTube, TikTok និង game មួយចំនួនហើយវាដំណើរការល្អ multitasking ដូចជា split screen ក៏ដំណើរការបានរលូនសម្រាប់សិស្សឬអ្នកធ្វើការងារធម្មតា chip A16 គឺល្អគ្រប់គ្រាន់iPad ស1មាន camera ក្រោយ 10MP និង camera មុខ 10MP ដែលមាន center stage ពេល video call camera និង follow មុខអ្នកដោយស្វ័យប្រវត្តិ speaker ក៏មានសំឡេងល្អសម្រាប់មើល video និងស្ដាប់ music ចំពោះ battery Apple និយាយថាអាចប្រើបានប្រហែល10ទៅ11ម៉ោងខ្ញុំបានប្រើមើល YouTube និង browse internet អាចប្រើបានមួយថ្ងៃដោយមិនចាំបាច់សាកច្រើនដងsupport Apple Pencil USB-C ដែលអាចប្រើសម្រាប់ note taking និង drawing ប៉ុន្តែវាមិន support Apple Pencil Pro ទេ Keyboard case ក៏អាចប្រើបានសម្រាប់ typing ឯកសារចំណុចល្អ
performance ល្អ battery U design ស្អាត storage ចាប់ពី 128GB តម្លៃសមរម្យ ចំណុចខ្សោយ display 60Hz មិនមាន Apple Intelligence មិនមាន State Manager iPad 11នេះស័ក្តិសមសម្រាប់សិស្សមើល YouTube Facebook online class gaming ស្រាលប៉ុន្តែប្រសិនបើអ្នក edit video ធំឬ drawing professional អាចត្រូវទៅ iPad Air ឬ Pro iPad 11 A16 គឺជាជម្រើសល្អក្នុងឆ្នាំ2026សម្រាប់អ្នកដែលចង់បាន iPad តម្លៃសមរម្យនិងប្រើសម្រាប់ការងារប្រចាំថ្ងៃប្រសិនបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe channel របស់ខ្ញុំអរគុណសម្រាប់ការទស្សនា